ស្លាប់ក្នុងភ្លើងសង្គ្រាមគឺជាកិត្តិយសជាមោទនភាពរបស់កងទ័ពជីវិតជូនជាតិធាតុជូនម្ដាយរូបកាយទុកឲ្យគ្រួសារជាអ្នកបូជាលះបង់ដើម្បីប្រទេសជាតិគឺមានតម្លៃសម្រាប់ខ្ញុំទោះស្លាប់ក៏អត់ស្ដាយដែរឈានជើងមកដល់កន្លែងនេះជីវិតនេះមិនមែនជារបស់ខ្ញុំទេគឺជារបស់ប្រទេសជាតិរបស់បងប្អូនប្រជាពលរដ្ឋនេះគឺជាប្រសាសន៍ដ៏មានអំណាចរបស់លោកកែតសុខត្រាវីរកងទ័ពដ៏អង់អាចរបស់កម្ពុជាដែលបានបន្លឺឡើងនៅចំពោះមុខសមរភូមិដ៏ក្តៅគគុកនៅលើទឹកដីដែលពោពេញទៅដោយផ្សែងនិងសូរសំឡេងក្របកំភឿងលោកសុភត្រាឈរយ៉ាងរឹងមាំដូចថ្មដាក្នុងកែវភ្នែករបស់លោកគ្មានស្រមោលនៃភាពភ័យខ្លាចឡើយមានតែពន្លឺនៃក្តីស្រឡាញ់ចំពោះទឹកដីនិងមាតុភូមិប៉ុណ្ណោះលោកដឹងច្បាស់ថារាល់ជំហានដែលលោកឈានទៅមុខគឺជាការខិតជិតទៅរកគ្រោះថ្នាក់ប៉ុន្តែលោកក៏ដឹងដែរថាបើគ្មានការលាក់បាំងពីវីរកងទ័ពទេសេចក្តីសុខរបស់ប្រជាជនក៏មិនអាចកើតមានដែរយប់នោះមេឃងងឹតស្លុបលោកបានអង្គុយសរសេរសម្បត្តិមួយច្បាប់ចុងក្រោយផ្ញើទៅផ្ទះដោយប្រើពន្លឺភ្លើងពិលតិចៗប្រពន្ធសម្លាញ់បើបងមិនបានត្រឡប់ទៅវិញទេសូមប្រពន្ធកុំយំធាតុរបស់បងអូនយកទៅតម្កល់ចុះប៉ុន្តែស្មារតីរបស់បងនឹងនៅយាមការពារទឹកដីនេះជានិច្ចបងបានបំពេញតួនាទីជាកូនខ្មែរម្នាក់យ៉ាងពេញលេញហើយលុះព្រឹកព្រលឹមស្រាងសំឡេងត្រាប្រកាសអាសន្នបានបន្លឺឡើងសត្រូវចាប់ដើមវាយសម្រុកលោកសុភត្រាបានកាន់អាវុធជាប់នឹងដៃរត់ឆ្ពោះទៅកាន់សមរភូមិដោយចិត្តដាច់ដេះខាតក្នុងចិត្តលោកនឹកឃើញតែមុខប្រជាជនស្នាមញញឹមរបស់កុមារនិងសន្តិភាពនៃប្រទេសជាតិរាល់ក្របកំភឿងដែលបាញ់ចេញពីកានុងរបស់លោកមិនមែនដើម្បីការសម្លាប់ដោយកំហឹងឡើយប៉ុន្តែដើម្បីការពារបន្ទាត់ព្រំដែននិងការពារក្តីសុខរបស់បងប្អូនរួមជាតិនៅតាមបណ្ដោយជួរភ្នំផ្ទៃមេឃដែលធ្លាប់តែស្រឡះល្អបែរជាប្រែពណ៌ទៅជាខ្មៅងងឹតដោយសារផ្សែងកងទ័ពសៀមដែលអាងលើសពាវុធទំនើបបានបើកការវាយប្រហារយ៉ាងសន្ធប់មកលើបន្ទាយការពារព្រំដែនរបស់ខ្មែរយន្តហោះចម្បាំងគ្រប់ធុនហោះក្រឡឹងពេញផ្ទៃមេឃបាញ់ទម្លាក់គ្រាប់បែកនិងប្រើប្រាស់ផ្សែងពុលដើម្បីបំបាក់ស្មារតីកងទ័ពកម្ពុជាសំឡេងកំភ្លើងធំរបស់សត្រូវបន្លឺឡើងឥតដាច់សូរបាញ់ស្រោចមកលើដីខ្មែរដូចគ្រាប់ភ្លៀងប៉ុន្តែសត្រូវប្រហែលជាភ្លេចគិតថាទឹកដីខ្មែរគឺជាទឹកដីសុវណ្ណភូមិដែលការពារដោយស្មារតីដែកថែបទោះបីជាសៀមមានសម្ភារៈទំនើបជាងប៉ុន្តែកងទ័ពកម្ពុជាក្រោមការដឹកនាំរបស់មេបញ្ជាការដ៏វៃឆ្លាតក៏បានតបតវិញយ៉ាងចាស់ដីបំផុតសំឡេងក្រហឹមនៃ BM21 របស់ខ្មែរបានបន្លឺឡើងគំតិចអស់គោលដៅយុទ្ធសាស្ត្ររបស់សត្រូវក្នុងមួយពព្រិចភ្នែកនៅលើអាកាសdrone ពិឃាតរាប់រយគ្រឿងដែលបញ្ជាដោយបច្ចេកវិទ្យាដ៏ប៉ិនប្រសប់របស់កងទ័ពជំនាន់ថ្មីបានហោះចូលទៅបំបុកនិងបំផ្លាញរថក្រោះសត្រូវយ៉ាងមានប្រសិទ្ធភាពការប្រយុទ្ធគ្នាបានឈានដល់កម្រិតក្តៅគគុកសាកសពដេកដួលរាយប៉ាយពេញសមរភូមិទាំងសងខាងទោះជាយ៉ាងណាខាងភៀកគីសៀមមានចំនួនសាកសពច្រើនជាងឆ្ងាយណាស់ដោយសារតែពួកគេជាអ្នកឈ្លានពានពួកគេត្រូវការទាហានរហូតដល់4ទៅ5នាក់ដើម្បីទប់ទល់នឹងទាហានខ្មែរម្នាក់ដែលមានសេចក្តីក្លាហាននិងមានភូមិសាស្ត្រក្នុងដៃលោកកេតសុភត្រាដែលកំពុងស្ថិតនៅសមរភូមិជួរមុខបានស្រែកបញ្ជាទៅកាន់កូនចៅដោយសំឡេងដាច់ខាតបងប្អូនកុំថយក្រោយសត្រូវមានកំភ្លើងទំនើបតែយើងមានដួងព្រលឹងអ្នកតស៊ូឈាមដែលស្រក់លើដីនេះគឺជាសាក្សីនៃសេចក្តីស្លាប់ដ៏មានតម្លៃបំផុតការប្រយុទ្ធនេះមិនមែនគ្រាន់តែជាការប្រើកម្លាំងបាយនោះទេតែវាគឺជាការបង្ហាញឲ្យពិភពលោកឃើញថាទោះបីជាបច្ចេកវិទ្យាជឿនលឿនយ៉ាងណាក៏មិនអាចឈ្នះទឹកជាតិកងទ័ពខ្មែរដែលហ៊ានបដូរផ្ដាច់ដើម្បីការពារបូរណភាពទឹកដីបានឡើយខណៈពេលដែលកងទ័ពសៀមរាប់រយនាក់កំពុងព្យាយាមវាយសម្រុកចូលមុខក្នុងទឹកដីខ្មែរក្រោមការបិទបាំងដោយផ្សែងពុលនិងការគាំទ្រពីយន្តហោះចម្បាំងលោកកែតសុភត្រានិងកងកម្លាំងមួយក្រុមតូចត្រូវបានសត្រូវឡោមព័ទ្ធនៅចំណុចយុទ្ធសាស្ត្រមួយស្ថានភាពនាពេលនោះហាក់ដូចជាអស់សង្ឃឹមប៉ុន្តែក្នុងកែវភ្នែករបស់វីរៈកងទ័ពរូបនេះនៅតែមានពន្លឺនៃការតស៊ូ
លោកបានលើកវិទ្យុតាក់ទងមកបញ្ជាទៅកាន់អង្គភាពកំភឿងធំនៅជួរក្រោយដោយសំឡេងដាច់ខាតគោលដៅនៅពីមុខខ្ញុំចម្ងាយ500ម៉ែត្របញ្ចេញព្យុះភ្លើងមកកុំបារម្ភពីសុវត្ថិភាពខ្ញុំអ្វីដែលសំខាន់គឺកុំឲ្យពូកឈ្លានពានឈានជើងចូលដីយើងបានរំពេចនោះសំឡេងក្រហឹមដុតនាគរាជខឹងសម្បាបានបន្លឺឡើងពីចម្ងាយគ្រាប់រ៉ុកែតចេញពីកាណុង BM21 រាប់សិបដើមបានហោះកាត់ផ្ទៃមេឃបង្កើតបានជាខ្សែភ្លើងវែងកាត់គំទេចផ្សែងពុលរបស់សត្រូវមួយសន្ទុះក្រោយមកផ្ទៃដីនៅខាងមុខលោកសុភ័ត្រាបានប្រែទៅជាសមុទ្រភ្លើងគ្រាប់រ៉ុកែតនីមួយៗបានធ្លាក់ចំកណ្ដាលកងទ័ពសត្រូវបង្កជាការផ្ទុះរញ្ជួយដីគំទេចទាំងរតក្រោះនិងកម្លាំងថ្មើរជើងសៀមឲ្យคล้ายជាផាយផង់ទោះបីជាដីហុយសំពងនិងគំទេចថ្មខ្ទាតមកលើខ្លួនក៏ដោយលោកកែតសុភ័ត្រាមិនញញើតឡើយលោកបានស្ទុះចិនពីលេនដ្ឋានដៃកាន់អាវុធជាប់បាញ់តបតទៅកាន់សត្រូវដែលនៅសេសសល់ក្នុងចម្ងាយជិតទីហ៊ានសៀម5នាក់បានស្ទុះមុខព្រមគ្នាដើម្បីឡោមព័ទ្ធលោកប៉ុន្តែដោយភាពរហ័សរហួននិងជំនាញប្រយុទ្ធដ៏ខ្ពង់ខ្ពស់លោកបានកំទេចពួកគេម្នាក់យ៉ាងក្លាហានឈាមបានស្រក់លើឯកសណ្ឋានប៉ុន្តែស្នាមញញឹមមោទនភាពបានលេចឡើងលើផ្ទៃមុខលោកបានស្រែកខ្លាំងទៅកាន់កូនចៅដែលនៅសល់ថាមើលចុះបងប្អូនអាវុធទំនើបមិនអាចឈ្នះចិត្តស្នេហាជាតិយើងបានឡើយបើថ្ងៃនេះយើងត្រូវស្លាប់យើងនឹងស្លាប់ក្នុងនាមជាម្ចាស់ទឹកដីសកម្មភាពដ៏អង្អាចរបស់លោកបានធ្វើឲ្យកងទ័ពខ្មែរផ្សេងទៀតដែលកំពុងអស់កម្លាំងចាប់ផ្ដើមមានស្មារតីតស៊ូឡើងវិញយ៉ាងខ្លាំងក្លាពួកគេបានវាយបក់វិញរហូតដល់កងទ័ពសត្រូវត្រូវដកថយទាំងភាពភ័យខ្លាចដោយទុកសាកសពរីប៉ាយពេញសមរភូមិបញ្ជាក់ថាឈ្លានពានខ្មែរមិនមែនជារឿងងាយស្រួលឡើយខណៈពេលដែលសមរភូមិកំពុងឆេះសន្ធោសំឡេងកំភ្លើងធំដែលឮរំពងមកបាល់ភូមិធានបានធ្វើឲ្យបេះដូងអ្នករងចាំនៅផ្ទះស្ទើរតែប្រេះស្រាំនៅផ្ទះតូចមួយដែលធ្លាប់តែមានសំណាចពេលនេះប្រែជាស្ងប់ស្ងាត់និងពោពេញទៅដោយភាពសោកសៅភរិយារបស់លោកកែតសុភ័ត្រាអង្គុយកាន់រូបថតប្តីយំខ្សឹកខ្សួលរហូតរកពីកនិយាយមិនចិនកូនប្រុសតូចរបស់លោកដែលមិនតាន់ដឹងក្តីក៏យំទារកឪពុកតាមសម្រែកម្ដាយបង្កើតបានជាទិដ្ឋភាពដ៏សែនខ្លោចសារនាងបានត្រឹមតែសម្លឹងមុខទៅទិសដៅសមរភូមិរួចវាចាទាំងទឹកមុខហូរស្រក់លើថ្ផលថាបងអើយកូនយំរកឪពុកវាហើយបងត្រូវតែវិលវិនទឹកដីត្រូវការបងប៉ុន្តែប្រពន្ធកូនក៏ត្រូវការបងដូចគ្នាមិនមែនតែគ្រូសាលោកសុភ័ត្រាទេដែលបារម្ភប៉ុន្តែអ្នកស្រុកភូមិទាំងមូលក៏មិនអាចដេកលក់ដែរនៅតាមវត្តអារាមនិងមុខផ្ទះនីមួយចង្គៀងប្រេងនិងធូបត្រូវបានអុជបំភ្លឺប្រងព្រាតចាក់ព្រឹទ្ធាចារ្យនិងអ្នកភូមិបាននាំគ្នាលើកដៃប្រណម្យបួងសួងដល់អស់វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងទេវតាថែរក្សាទឹកដីកម្ពុជាសូមទេវតាជួយថែរក្សាកូនចៅកងទ័ពខ្មែរផងសូមឲ្យលោកកែតសុភ័ត្រានិងកងទ័ពទាំងអស់មានសេចក្តីសុខជៀសផុតពីគ្រាប់រំសេវស្ត្រីនិងទទួលបានជ័យជំនះវិលត្រឡប់មកជួបជុំគ្រួសារវិញចុះសំឡេងសូត្រធម៌បួងសួងបានលាយឡំនឹងសំឡេងយំរំជួលចិត្តបង្កើតបានជាកម្លាំងវិញ្ញាណម្យ៉ាងដែលហោះកាត់វាលមេឃឆ្ពោះទៅកាន់សមរភូមិជួរមុខទោះបីជាពួកគេមិនបានកាន់អាវុធទ័រប្រយុទ្ធផ្ទាល់ប៉ុន្តែទឹកញែងនិងសេចក្តីបួងសួងទាំងនេះហើយគឺជាអាវុធសម្ងាត់ដែលផ្ដល់កម្លាំងចិត្តឲ្យលោកកែតសុភ័ត្រានិងកងទ័ពខ្មែរហ៊ានបដូរជីវិតមិនដកថយនៅយប់នោះផ្កាយលើមេឃហាក់ដូចជាភ្លឺខុសធម្មតាប្រៀបដូចជាភ្នែកទេវតាដែលកំពុងតាមថែរក្សាដានជើងវីរៈកងទ័ពដែលកំពុងលះបង់ដើម្បីមាតុភូមិមេឃប្រែជាពណ៌ក្រហមឆ្អៅដូចឈាមខណៈដែលកងទ័ពសៀមបានវាយសម្រុកមកជាលើកទី3ជាមួយនឹងគ្រាប់កាំភ្លើងធំដែលធ្លាក់មកដូចរន្ទាក់បាញ់ដីសមរភូមិប្រែជាខ្ទេចខ្ទីរណ្ដៅគ្រាប់ដេកឌូសរាយប៉ាយលោកកែតសុភ័ត្រានិងមិត្តភ័ក្តិរួមស្លាប់រួមម្នាក់ឈ្មោះសុខាកំពុងអង្គុយផ្អែកខ្នងនឹងជញ្ជាំងលេនដ្ឋានដែលហៀបនឹងបាក់ស្រុតសុខារបួសដាច់ជើងម្ខាងឈាមហូរស្រោយខោអាវទាហានដែលដាច់រហែកគេដកដង្ហើមញាប់ដៃញ័រទៅត្រើតកាន់កំភ្លើងជាប់លោកសុភ័ត្រាស្ទុះទៅហែកអាវរុំរបួសឲ្យមិត្តភ័ក្តិទាំងទឹកភ្នែករលីងរលោងសុខាបង្ខំញញឹមទាំងវេទនារួចនិយាយទៅកាន់លោកសុភ័ត្រាកុំខ្វល់ពីខ្ញុំអីពួកចោលសៀមវិចិត្រមកដល់ហើយឯងប្រញាប់ដកថយទៅបន្ទាយក្រោយទៅទុកឲ្យខ្ញុំនៅទីនេះចុះខ្ញុំនឹងជុតក្របបែកកំទេចពួកវាជាមួយខ្ញុំលោកសុភ័ត្រាស្រែកទាំងកំហឹងលាយឡំនឹងការឈឺចាប់អត់ទេយើងមកជាមួយគ្នាយើងត្រូវទៅវិញជាមួយគ្នាបើឯងស្លាប់
ជាតិក៏បាត់បង់ទាហានល្អម្នាក់បើឯងនៅយើងនឹងជួយគ្នាការពារដីខ្មែរនេះឲ្យដល់ដង្ហើមចុងក្រោយសុខាចងចាំទេយើងធ្លាប់ស្បាត់ថាមិនអោយពួកឈ្លានពានឈានជើងកាត់ខ្លួនយើងទៅលើដីខ្មែរបានឡើយរំពេចនោះសំលេងយន្តហោះចម្បាំងសត្រូវហោះកាត់ពីលើបាញ់គ្រាប់មីស៊ីលទម្លាក់ចំក្បែរនោះធ្វើឲ្យដីខ្ទាតសំពងផ្សែងពុលពណ៌លឿងស្លេកចាប់ផ្ដើមអណ្ដែតមកតាមខ្យល់សុខាក្អកឈីមរួចចាប់ដៃលោកសុភក្ត្រាជាប់ភក្ត្រាបើឯងបានទៅវិញប្រាប់ប្រពន្ធកូនខ្ញុំផងថាខ្ញុំជាទាហានខ្មែរខ្ញុំមិនបានចោះចាញ់សត្រូវទេឯងត្រូវរស់ដើម្បីសងសឹកឲ្យបងប្អូនយើងលោកសុភក្ត្រាងើបឈរទាំងសក់ក្បាលពោពេញដោយដីភ្នែកក្រហមងងាំងដូចភ្លើងបងប្អូនយើងស្លាប់ច្រើនណាស់ហើយពួកសៀមវាអាងតែអាវុធទំនើបតែចិត្តវាកំសាក់ត្រូវការមនុស្សរាប់10នាក់ដើម្បីមកច្បាំងជាមួយខ្មែរម្នាក់មកសុខាកាន់កំភ្លើងឲ្យជាប់យើងនឹងបង្ហាញពួកវាថាស្លាប់ក្នុងសមរភូមិគឺជាកិត្តិយសអ្នកទាំងពីរបានគ្រាគ្នាងើបចេញពីលេនដ្ឋានទាំងឈាមស្រោចខ្លួននៅចំពោះមុខពួកគេគឺទាហានសត្រូវរាប់រយនាក់កំពុងសម្រុកមកលោកសុភក្ត្រាបាញ់រះឥតឈប់ឈរសំឡេងកំភ្លើងលាយឡំនឹងសំឡេងសម្រែកជ័យកហោថាជ័យយោមាត្រភូមិកម្ពុជារាល់គ្រាប់កំភ្លើងដែលបាញ់ចេញទៅគឺជាការសងសឹកចំពោះទឹកភ្នែកប្រពន្ធកូននិងការឈឺចាប់របស់ជាតិសាសន៍ទោះបីជារូបកាយត្រូវរងរបួសរាប់កន្លែងប៉ុន្តែស្មារតីរបស់វីរៈកងទ័ពទាំងពីរមិនបានរង្គោះរង្គើរាយពួកគេប្រយុទ្ធដោយសត្វសង្ហៈដែលត្រូវរបួសមិនថយក្រោយសូម្បីតែមួយជំហានបញ្ជាក់ថាសូម្បីតែដីមួយដុំក៏សត្រូវមិនអាចយកបានងាយៗដែរពន្លឺថ្ងៃចុងក្រោយនៃសមរភូមិបានរលត់ទៅជំនួសមកវិញដោយភាពស្ងប់ស្ងាត់ដ៏គួរឲ្យខ្លាចលោកកែតសុភក្ត្រាបានពលីជីវិតយ៉ាងអង្ហាយនៅកណ្ដាលវាលយុទ្ធភូមិបន្ទាប់ពីបានប្រើរាងកាយធ្វើជាខែលការពារទឹកដីរហូតដល់ដង្ហើមចុងក្រោយលោកបានស្លាប់ក្នុងកិត្តិយសដោយអ្វីដែលលោកបានបដិញ្ញាថាជីវិតជូនជាតិធាតុជូនម្ដាយប៉ុន្មានថ្ងៃក្រោយមករថយន្តយោធាមួយគ្រឿងបានបើកយឺតចូលមកក្នុងភូមិនៅលើរថយន្តនោះមានមឈូសដែលដណ្ដប់ដោយទង់ជាតិខ្មែរពណ៌ជ័យសំឡេងទ្រហោយំបានផ្ទុះឡើងភ្លាមៗនៅពេលដែលរថយន្តឈប់នៅមុខផ្ទះលោកពូភរិយារបស់លោកពូបានរត់ទៅអោបមឈូសទាំងដួលសន្លប់កូនប្រុសតូចយំស្រែកហៅពុកទាំងមិនដឹងថាឪពុកលែងតបឆ្លើយនឹងគេទៀតឡើយអ្នកស្រុកភូមិម្នាក់ដែលធ្លាប់បួងសួងក៏មិនអាចទប់ទឹកភ្នែកបានដែរពួកគេបានមកជួបជុំគ្នាបង្ហាញពីក្តីស្រឡាញ់និងការដឹងគុណចំពោះវីរភាពដែលលោកពូបានលះបង់ដើម្បីសេចក្តីសុខរបស់ពួកគេសពរបស់លោកត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីយ៉ាងសមរម្យក្នុងស្មែងធូបដែលហុយទ្រលោមអ្នកភូមិបាននិយាយតគ្នាពីភាពក្លាហានរបស់លោកដែលហ៊ានឈរតទល់នឹងសត្រូវដែលមានអាវុធទំនើបជាងខ្លួនរាប់10ដងសពរបស់លោកត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីយ៉ាងសមរម្យក្នុងស្មែងធូបដែលហុយទ្រលោមអ្នកភូមិបាននិយាយតគ្នាពីភាពក្លាហានរបស់លោកដែលហ៊ានឈរតទល់នឹងសត្រូវដែលមានអាវុធទំនើបជាងខ្លួនរាប់10ដងភរិយារបស់លោកពូកាន់ដៃកូនប្រុសតូចដែលមិនដឹងអីឲ្យមកក្រាបសំពះនៅមុខមឈូសឪពុកកុមារតូចយំសួរម្ដាយទាំងភ្នែកភ្លឹករលីងរលោងថាម៉ែហេតុអីបានពុកដេកឈួងនឹងយូរម្លេះអត់ក្រោកមកលេងជាមួយកូនទេពាក្យសម្ដីនេះបានធ្វើឲ្យអ្នកភូមិទាំងមូលដែលមកចូលរួមខ្សឹកខ្សួលទប់ទឹកភ្នែកមិនជាប់ម្នាក់មានអារម្មណ៍ក្តុកក្តួលនិងអាណិតខ្លោចផ្សាជាពុនពេកលោកពូបានលះបង់ក្តីសុខគ្រួសារដើម្បីក្តីសុខរួមរបស់ជាតិសាសន៍យប់នោះញាក់ស្រុកបាននាំគ្នាអុជទៀនរាប់រយដាមបណ្ដែតតាមទឹកនិងដាក់តាមរបងផ្ទះដើម្បីជូនដំណើរវិញ្ញាណក្ខន្ធវីរៈកងទ័ពពួកគេបានសន្យាចំពោះមុខមឈូសរូបពូថានឹងចងចាំគុណូបការៈនេះជានិច្ចហើយនឹងអប់រំកូនចៅជំនាន់ក្រោយឲ្យស្គាល់ពីតម្លៃនៃសន្តិភាពនិងភាពក្លាហានរបស់កូនខ្មែរជាចុងក្រោយយើងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះការបាត់បង់វីរៈកងទ័ពដ៏អង្អាតលោកកែតសុភក្ត្រាការពលីរបស់លោកគឺជាការបាត់បង់ដ៏ធំធេងសម្រាប់ជាតិមាតុភូមិប៉ុន្តែស្មារតីរបស់លោកនឹងស្ថិតនៅក្នុងបេះដូងកូនខ្មែរគ្រប់រូបជានិច្ចសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងវិញ្ញាណក្ខន្ធបុព្វបុរសខ្មែរសូមឲ្យវិញ្ញាណក្ខន្ធរបស់លោកពូបានទៅកាន់សុគតិភាពកុំបីឃ្លៀងឃ្លាតឡើយ
សូមឲ្យទឹកដីខ្មែរជួបតែសុខសន្តិភាពជារៀងរហូតសូមកុំឲ្យមានសង្គ្រាមឬការបង្ហូរឈាមគ្នានៅតាមបន្ទាត់ព្រំដែនតទៅទៀតសូមឲ្យកងទ័ពនិងប្រជាជននៃប្រទេសជិតខាងរស់នៅដោយសន្តិសហវិជ្ជមានយោគយល់គ្នាដើម្បីជៀសផុតពីការប្រាត់ប្រាស់កូនចៅនិងគ្រួសារដោយសោកនាដកម្មនេះទៀតសន្តិភាពគឺជាតម្លៃខ្ពស់បំផុតដែលវីរជនបានបដូរដោយឈាមដើម្បីកូនចៅជំនាន់ក្រោយរូបកាយស្លាប់ទៅមែនប៉ុន្តែឈ្មោះនិងវីរភាពកែតសុភត្រានឹងរស់នៅជាអមតៈក្នុងប្រវត្តិសាស្ត្រខ្មែរ